birthday ហៀបយឯប៉ុន្តែមកសប្បាយកូនសូលីងវិញចាបងប្អូនទាំងអស់គ្នានេះនិយាយទៅកំពូលហើយអើយកំពូលកូនហ្នឹងនិយាយទៅពេញលេងពេញធីមតែម្ដងវ័យនេះបងប្អូនចា birthday ហៀបយហ្នឹងបងប្អូនអើយផុតឡើងមួយខែហើយនេះតែឡើងទៅវីវបងប្អូនអើយនិយាយថាវីដេអូគឺកប់ណែនពេញទូរស័ព្ទតែម្ដងចាមិនដឹងថាកាត់មួយណាផុសមួយណាទេបងប្អូនចឹងចាលើកវីដេអូហៀបយថ្ងៃ birthday យកមកកាត់ជូនបងប្អូនទស្សនាតែម្ដងចា birthday ហៀបយឆ្នាំនេះគឺយើងអត់បានធ្វើនៅផ្ទះឬក៏នៅហាងទេយើងមកធ្វើនៅនេះបងប្អូនណាហើយដុំខាងគៀនស្វាយបែបរីសតយើងជួលគេដាច់ទេបងប្អូនចាគឺកន្លែងហ្នឹងធំមែនតែនបងប្អូននេះធំមែនតែនមកមានកន្លែងគេមានអាងទឹកមានទាធ្លាធំសម្រាប់អ្នកដែលគាត់ចង់រៀបកម្មវិធីអញ្ចឹងណាអូយអេមស្លាប់បងប្អូនចាគេមានរោងខាងក្នុងរោងខាងក្រៅនិយាយពីទំហំចាបងប្អូនអើយចង់ចតឡាន200គ្រឿង300គ្រឿងក៏ចតអត់ដែរធំមែនតែនមកវីយូវិញគេធ្វើដូចនៅសមុទ្រអញ្ចឹងណាតែអត់មានសមុទ្រមានអីទេមានតែអាងទឹកមួយនេះឯងតែវ៉ាយការរៀបចំរបស់គេអេមឲ្យមួយដៃកម្មវិធីថ្ងៃហ្នឹងគឺជាធំគាត់ធ្វើ buffet តែភាគច្រើនមានកម្មវិធីដឹងតែធ្វើ buffet ហើយអានំបញ្ចុកនេះគឺយើងធ្វើពីផ្ទះមកខ្លួនឯងចានំបញ្ចុកស្លោខ្មែរបងប្អូននេះ buffet គ្មានតែបានញ៉ាំទេនេះម្នាក់គ្រាន់តែមកដល់ភ្លាមពើនំបញ្ចុកម្នាក់មួយចានមកថាគ្រប់កម្មវិធីបងប្អូនជា delivery ខំមិនមកគុំចោលឲ្យសោះជាមួយនឹងនំបញ្ចុកសម្លខ្មែរដែលជាមុខម្ហូបខ្មែរយើងអត់គួររំលងទេបងប្អូននិយាយទៅកម្មវិធីអីគឺជាលៀបត្រូវដាក់ត្រូវតែមានហ្មងជាលៀបជាថ្មចេះជាចែ birthday boy ដូចខាតត្រូវតែមាននំបញ្ចុកអត់នំបញ្ចុកអត់បានទេមែនបងប្អូនយើងគេតែយុះយើងមកហ្នឹង buffet អត់ទាន់មានអ្នកលោកណាចាគឺលុកតែនំបញ្ចុកទេកម្មវិធីយើងអត់ទាន់ចាប់ផ្ដើមទេម្នាក់សុំនំបញ្ចុកម្នាក់មួយចានពេញបុបតែម្ដង concept ហៀបយនេះគេសុំបែបអីណាហុកនេះតកតាឆ្មាយណាគេរៀប concept តាមហៀបយនេះសូម្បីតែកូនសូលីនឹងក៏ពាក់ឈុតនឹងដែរតាមហៀបយគេកំងណានិយាយពីកូនលៀងអូយនិយាយថាសំសួរអើយសំមកចែនឹងក៏ប្រកែកចង់សក់ឲ្យប្អូនទៀតនេះអូនលៀងចង់តែទិញតូចពីរនឹងក៏បានដែរឈុតអ៊ំឆយយើងអូម្នាក់ឈុតសាហាវសំខាន់ឈុតពូឈឺយើងហ្នឹងហ្មងសាវព្រៃផ្សៃហ្មងនិយាយទៅឈុតពូឈឺចេញមកគឺអត់ឲ្យជន់គេទេហើយនេះកូនលៀងអូនពាក់ couple ដូចគ្នាថាជួបជុំបងប្អូនគេម្ដងនិយាយថាសប្បាយអណាចឹងមិនថាកូនយើងមានតែមួយតែពីរតិចមែនប៉ុន្តែនៅពេលដែលជួបជុំបងប្អូនបកកើតចង់យើងកូនពីរចាបងស្រីយើងកូនពីរបងស្រីយើងមួយទៀតកូនមួយបងប្រុសយើងទៀតកូនពីរបូកចូលគ្នាទៅ10 20នាក់ដែរគេបានបងប្អូនជុំគ្នាទៅជ្រូនមួយគ្នាគេនឹងទៅឲ្យអោបកសោបស្រឡាញ់គ្នាឲ្យដូចប៉ាម៉ាក់អញ្ចឹងមើលជាមួយនឹង buffet ដែលយើងរៀបចំបងប្អូននេះអាចមើលទៅទ្រុសតាមនឹងបានណាមានម្ហូបសម្រាប់កូនក្មេងឬធំក៏មានទាំងអស់ដល់សារកម្មវិធីនេះកម្មវិធី birthday កូនក្មេងអញ្ចឹងមានប្រភេទមាន់ពោមានអីដែរម្ដាយនឹងគាត់ភ្លេចទេបញ្ចេញស្នាដៃពីផ្ទះមកគាត់ហៅអូខ្ញុំភ្លេចឈ្មោះបាត់ហើយបងប្អូននេះគេហៅខ្ញុំដឹងហើយខ្ញុំភ្លេចឈ្មោះបងប្អូននឹងថាឆ្ងាញ់មែនតើគេធ្វើជាមួយនឹងទឹកប្រហុកមានគ្រឿងក្នុងមានស្បៃជ្រូកឆឹបអានេះបែបម្ហូបឡាវបងប្អូនមកជីលៀបគាត់ឡាវតែបងប្អូនឡាវបើជីលៀបកូនឡាវវិញអត់ចេះនិយាយទេបងប្អូនណាអើយនេះគេដាក់ជីដាក់អញ្ចឹងទៅអានេះធ្វើភ្លាមមកទុកអត់បានយូរតែហ៊ានទុកយូរម៉ោងតិចគឺឡើងប្អូនជូរបោះចោលញ៉ាំអត់កើតទេយើងក៏ចាប់ផ្ដើមនាំគ្នាចាថតរូបប្រាទៅដោយសារក្មេងៗកូនណាតែមិនចាប់ថតចាប់អីហ្នឹងគ្មានបានថតទេបងប្អូនកូនតូចចេះតែមកថាថតជប់ជុំគ្រួសារបានប៉ុស្ពុកគឺពិបាកសាហាវកម្មវិធីហៀបយខ្ញុំមានធ្វើឲ្យធំដុំនេះពុំមីងធ្វើលក្ខណៈគ្រួសារបងប្អូនហើយនឹងបងរាប់អានគ្នាម៉ានេះអីអញ្ចឹងណាឯមើលធីមកូននេះអូយម្នាក់កូន concept គេឈុតគេម្នាក់គឺថាអូញាក់សាច់តែម្ដងតែហើយជាក្តីសុខកូនដល់ពេល birthday គាត់ក៏ចង់បានអីប៉ាម៉ាក់តម្រូវតាមគាត់តែអូយគាត់សប្បាយចិត្តមែនតើហ្មងអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអ៊ំមានអីទេអញ្ចឹងប្រាប់ថាថ្ងៃហ្នឹងគឺថ្ងៃ birthday របស់ហៀបយជុំគ្រួសារញ៉ាំអីតិចតួចកម្មវិធីនេះគឺថាមិនមែនសប្បាយកូនទេគឺសប្បាយម៉ែអើកូន